ពេលម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះល្អលើសព្រឹត្តពីល្អដោយគិរីពេញដោយរុក្ខាព្រៃធំមានសាច់ជាគ្រឿងលម្អភរិយាបវរលម្អភស្តាទ្វីបលោកល្អស្រស់កព្រោះសូរិយាសត្វក្នុងលោកកាលល្អព្រោះមានបែងម៉ែកុំធ្វើបាបកូនណាម៉ែណាម៉ែស្រឡាញ់កូនណាម៉ែណាម៉ែឲ្យលុយកូនណាម៉ែណាម៉ែចិញ្ចឹមកូនណាម៉ែណាកូនសន្យាជាមួយម៉ែកូនមិនធ្វើឲ្យម៉ែមិនពិបាកចិត្តឡើយម៉ែកូននឹងសន្យាជាមួយម៉ែកូននឹងធ្វើសេចក្តីល្អជាមួយម៉ែសពគ្រប់ណាម៉ែណាម៉ែកុំពិបាកចិត្តអីម៉ែតែយើងដែលសន្យាជាមួយម៉ែយើងអញ្ចឹងទេតែយើងប្រាប់ម៉ែរបស់យើងអញ្ចឹងទេពេលខ្លះម៉ែនិយាយថាកូនឲ្យកូនចាយប៉ុណ្ណឹងបានហើយយើងស្ដីបន្ទោសគាត់ខ្ញុំមិនចាយប៉ុណ្ណឹងទេខ្ញុំបងចាំចង់បានច្រើនលើសពីនឹងទៀតមិនម៉ែឲ្យខ្ញុំបានម៉ែទុកហូបខ្លួនឯងកូនមិនដឹងទេពេលខ្លះម៉ែទិញកាទៀវឲ្យកូនម្ដាយសុកចិត្តបាយដុំអំបិលម្ដាយសុកចិត្តអត់ម្ដាយសុកចិត្តឃ្លានឲ្យតែកូនឆ្អែតនៅតែកូនថាម៉ែមិនល្អទៀតម៉ែប្រឹងគ្រប់យ៉ាងដើម្បីកូនម៉ែស្រឡាញ់កូនណាកូនពេលនេះរូបកូនសនមេត្តាដែលធ្លាប់កាំងរណាគ្រាកន្លងម៉ែគឺនាវីក៏បូនចំឡងចៅឆ្លងហើយរូបកូនអើយឲ្យដល់ត្រោយបានរូបនាងម៉ែមិនឃើញឡើយជីវិតកូនអើយអង្រំពឹងអីឡើយស្រាប់តែបានសនឆឹងបានស្រមកនាងគ្មានដំណឹងកូនអង្គរំពឹងពីអីឡើបានពីអំកង្កដៅធ្លាប់អាស្រ័យសំថ្ងៃរូបកូនអើយសែនសោកសៅឯកាម្នាក់ឯង
miền có đau đầm na đã đâu tiếng cái miền này tua miền bần dạng lan vì là có cái miền ấy cái làm sao ơi cái nòng lót cày bà bắt nàng mặt đai lo pra này lọp miền con cái lừa chi vật ông ai nàng mà đài ơi con xóm tung mai cũng khăn bằng cồn là mai mà thương mình bằng cồn thương khó tràn nước tràn xa mà hơi tay cồn mình bàn bạp mai hai mai mình đăng nữ tha cồn thương khó thời ngày một mai bán su cồn tha cồn mình lùi lùi mai thấy cồn mai bắt lùi na cồn bên ban lùi lùi mai tê mai cồn ọt đăng tê mai ngày đây mai bắt lùi cứ lùi rồi bác mai tới nhung lùi tới nhưng mình ban bạp mai na mai cũng khăn cồn na mai na cồn son là dài chỉ mũi mai thà cồn chụp lùi lùi mai tiết ơi chôn khúc cho con chúc của họ mai tiết hơi con sợ lạnh mai con nơi trên chân mai con thai ra xa mai con nơi cứ bài mai con thân nạ thân nó mai na thì người chỉ ca tăng chất rồi bóp con mai sợ lạnh con cục bê về lấy người trong ở con lọ tục nâng mai tài phần này chơi tay cha bật cọt na chỉ bằng chỉ bọt khọt mình bàn chôn côn non nơi vị trí một đại prang từ côn bàn ti bầm nâng bằng asray sôm an mô đạn ni dùng khlang trên cái su tâm là hai đây thêm sôm chụp bộ đây tích hai con đi đây ôn anh bây giờ bia rong là bọn ôn anh cầm cho cái việc đó cùng ôn sẽ dùng khlang trên cái nơi non căn thì dừng process là bọn những nàyคือមានភាពល្អភាសាសំពូនមានបតិបន្តិចពីភាពយំរបស់បងអូនគឺនៅក្នុងសាលបងអូនយំខ្លាំងមែនទែនហើយបងអូនខ្លះក៏យំបងអូនខ្លះទៀតនឹងសន្លប់ហើយក៏បានចេញទៅខាងក្រៅហើយបងអូនទាំងអស់គ្នាថ្ងៃនេះយើងតាំងចិត្តធ្វើជាកូនល្អហើយទុកឱកាសឲ្យបងប្អូន6នាក់គឺខាងស្ត្រី3នាក់បងអូនណាដែលយំខ្លាំងហើយខាងបរិសុទ្ធ3នាក់ដើម្បីបងអូនឡើងមកហេតុអីបានជាបងអូនយំខ្លាំងម៉េចពេលដែលអាត្មាបកស្រាយពេលដែលលោកម្ចាស់ស្មូតពេលដែលបងស្រីបកស្រាយនឹងសូមអញ្ជើញពីមុនណាគ្រួសារខ្ញុំមិនសុខសប្បាយប៉ុន្តែមានមនុស្សម្នាក់មកឆេះគ្រួសារខ្ញុំយកប៉ាខ្ញុំចេញទៅពីខ្ញុំមានតែខ្ញុំបែកខ្លួនឯងថាប៉ានៅជិតខ្ញុំរហូតទោះគាត់អត់មាននៅជិតខ្ញុំទេតែខ្ញុំតាំងចិត្តថាប៉ានៅជិតខ្ញុំពីមុនខ្ញុំឃើញខ្ញុំនៅបាបម៉ាខ្ញុំទៅបាបប៉ាមិនដែរខ្ញុំដឹងអី
ម្ដងទៀតគាត់ពិបាកនៅក្នុងចិត្តរបស់គាត់ជាមនុស្សម្នាក់ដែលធ្លាប់ធ្វើបាបឪពុកម្ដាយរបស់គាត់ឲ្យឪពុកម្ដាយរបស់គាត់ពិបាកចិត្តដោយសារគាត់ឪពុកម្ដាយគាត់ប្រឹងគឺដើម្បីតែរូបគាត់ប៉ុន្តែឪពុកម្ដាយរបស់គាត់អត់បានចង់បានអីពីកូនទាំងអស់ធ្វើមិនឲ្យតកូនបានល្អធ្វើមិនឲ្យតកូនបានសុខធ្វើមិនឲ្យតកូនស្អាតធ្វើមិនឲ្យតកូនស្រឡាញ់គ្នាគឺម៉ែសប្បាយចិត្តហើយកូនមិនសមបើកូនធ្វើបាបម៉ែធ្វើបាបពុកស្រក់ទឹកភ្នែកសោះម៉ែស្រក់ទឹកភ្នែកដោយសារកូនមួយជីវិតរបស់ម៉ែណាកូនពេលកូនបានសុខម៉ែសុខផងពេលកូនមានមកម៉ែពុំជាកូនក្រលំបាកម៉ែរងាគ្រប់គ្រាម៉ែគិតកូនប្រុសស្រីកូនចេះមួយមុខម៉ែអម្ដងអួតប្រាប់អ្នកផងមិនចាំយូរម៉ែនឿយយ៉ាងណាមិនគិតគូរបន្ធូរកង្វល់ដោយផ្ពាល់កូនយើងឃើញទេម៉ែហត់ម៉ែនឿយម៉ែលំបាកយ៉ាងណាក៏ដោយកូនម៉ែនៅតែផ្ដល់នៅស្នាមញញឹមចំពោះកូនគ្រប់ពេលវេលាទាំងអស់ពេលខ្លះមហូបមិនឆ្ងាញ់កូនសឡក់ម៉ែកូនថាឲ្យម៉ែអីក៏រិះម៉ែកូនថាឲ្យម៉ែមិនបានស្លមិនឆ្ងាញ់កូនថាឲ្យម៉ែមុខមិនរីកឥឡូវយើងខ្លាចជាមនុស្សម្នាក់មកដឹងគុណចំពោះកូនហើយប្អូនស្រីគឺយំសម្រាប់មែនតើក្នុងពេលនេះតើប្អូនស្រីមានរឿងរ៉ាវក្រុមគ្រួសារយ៉ាងម៉េចបានជាប្អូនយំអីខ្លះនិយាយទៅប្រវត្តិគ្រួសារខ្ញុំគឺពិបាកមែនទែនហើយខ្ញុំយំក៏ដោយសារតែអាណិតពុកម៉ែរបស់ខ្ញុំដែរគាត់មានវ័យចាស់ហើយបងប្អូនខ្ញុំរហូតដល់9នាក់គាត់ខិតខំប្រឹងប្រែងរកលុយឲ្យពួកខ្ញុំរៀនពួកខ្ញុំរៀនរហូតដល់5នាក់បានមហាវិទ្យាល័យ3នៅពីខាងទៀតខ្ញុំអត់នឹងពួកគាត់ហើយឥឡូវពួកគាត់កំពុងមានជំងឺធ្ងន់ទៀតអពុកខ្ញុំគាត់អាយុ78ឆ្នាំហើយម្ដាយរបស់ខ្ញុំអាយុ67ឆ្នាំហើយគាត់អត់មានធ្វើអីកើតទៀតទេឥឡូវខ្ញុំរំពឹងមានណាបងខ្ញុំគាត់ក៏មានលទ្ធភាពយ៉ាងហ្នឹងហើយបងខ្ញុំក៏រំពឹងអ្នកណាទៀតការពុកម៉ែនៅក្មេងពុកម៉ែរកប្រាក់ដើម្បីកូនឥឡូវពុកម៉ែចាស់ហើយពុកម៉ែឈឺទៀតតែខ្ញុំទៅពឹងណាណោពឹងបងប្អូនគាត់អត់មានលទ្ធភាពពឹងបងខ្លាចប្រពន្ធគាត់រងរឿងពឹងបងស្រីខ្លាចប្តីគាត់រងរឿងតែខ្ញុំបានអាណាទីពឹងណោពុកម៉ែកូនសោកស្ដាយណាស់កូនកំពុងតែរៀនកូនអត់មានប្រាក់ចិញ្ចឹមពុកចិញ្ចឹមម៉ែថែពុកថែម៉ែឥឡូវពុកម៉ែឈឺទៀតពុកកុំឈឺពុកណាចាំកូនរៀនចប់កូនយកលុយមើលជំងឺពុកណាម៉ែកុំឈឺម៉ែណាចាំកូននៅចិញ្ចឹមម៉ែនៅពេលដែលថ្ងៃម៉ែឈឺម៉ែស្រែកប្រាប់ថាកូនមកមើលម៉ែតិចមកកូនណាម៉ែស្រែកសំឡេងសាកូនថាម៉ែស្អីទៅម៉ែសម្រាប់ទៅចាំភ្លឺទៅចាំខ្ញុំមើលម៉ែថ្ងៃនោះជាថ្ងៃដែលកូនឮសំឡេងម៉ែចុងក្រោយបងអស់ព
ព្រឹកឡើងកូនក្រោកទៅអោបម៉ែទៅថើបម៉ែម៉ែក៏បានស្លាប់បាត់បង់ជីវិតចោលកូនកូនខំស្រែកហៅថាម៉ែក្រោកឡើងម៉ែអត់មានមាត់ប្រមាត់សោះកូននិយាយថាម៉ែមិនឆ្លើយជាមួយកូនម៉ែស្អប់កូនស្អប់ម៉ែស្អប់កូនណាម៉ែមិនចូលចិត្តកូនទេបានជាកូនហៅម៉ែអត់ឆ្លើយជាមួយកូនកូនក៏យកដៃទៅស្ទាបច្រមុះរបស់ម៉ែមិនដឹងជាម៉ែរបស់ខ្លួនស្លាប់ពេលណាណោហើយតូចចិត្តខ្លួនឯងថាម៉ែកូនសុំទោសម៉ែណាកូនមិនបានធ្វើតាមបណ្ដាំម៉ែពេលដែលម៉ែស្រែកហៅកូនកាលពីយប់មិញកូនទៅហៅពេលដែលម៉ែតិចមកម៉ែកូននៅនឹកឃើញពាក្យរបស់ម៉ែត្រង់កន្លែងនេះហើយដែលបានជាម៉ែស្លាប់ចោលកូនម៉ែអត់ស្រឡាញ់កូនទេអីម៉ែអត់អាណិតកូនទេអីកូនស្ដាយណាស់ទាំងដែលម៉ែឲ្យលុយកូនរៀនដល់មហាវិទ្យាល័យកូនអត់ទាន់បានបម្រើម៉ែកូនអត់ទាន់បានថ្វាយបង្គំម៉ែកូនអត់ទាន់បានចិញ្ចឹមម៉ែស្លាប់ចោលកូនតើឲ្យកូនទៅរកម៉ែអីណាម៉ែយើងស្ដាប់ទៅយើងនឹងយល់ទាំងអស់គ្នាហើយថាអ្វីគ្រប់យ៉ាងទាំងអស់ដែលយើងមានមកដល់បច្ចុប្បន្ននេះគឺសុទ្ធតែជារបស់ម៉ែឲ្យយើងទាំងអស់យើងបើគ្មានម៉ែរបស់យើងក៏មិនអាចមានជីវិតដែរពេលខ្លះយើងស្ដីបន្ទោសបើដឹងតែម៉ែក្រអញ្ចឹងខ្ញុំមិនកើតជាមួយម៉ែគ្មានអាណាគេហៅមកទេយើងទេជាម៉ាក់ណាមកដោយខ្លួនឯងហើយមិនសមបើឯងមានអត្តភាពជាមនុស្សពេញគ្រប់គ្រាន់ហ៊ានស្ដីបន្ទោសម៉ែហ៊ានមើលងាយម៉ែហ៊ានវាយដំច្រំធាក់ម៉ែតើយើងជាកូនដ៏ល្អទេយើងជាកូនប្រកបដោយធម៌ទេនៅពេលដែលកូននៅក្នុងផ្ទៃរបស់ម៉ែតែងតែពោលថាកូនកុំធ្វើបាបម៉ែណាកូនណាធំឡើងប្រឹងរៀនណាកូនណាមានការងារធ្វើណាកូនណាមានមុខមានមាត់ឋានៈបុណ្យស័ក្តិណាកូនណានេះគឺជាម៉ែចង់បានណាហ្នឹងហើយបងស្រីគាត់អត់ស្រួលណាគាត់ហើយសូមឲ្យបងនិយាយបន្តិចបងបង្ហូរទឹកភ្នែកខ្លាំងណាស់ទេហ្នឹងហើយសូមតែ3នាក់ក៏បានដែរបងស្រី3បងប្រុស3ដើម្បីឲ្យបងចេញបន្តិចទាំងអស់គ្នាហើយសម្លេងនេះអាត្មានឹងយកទៅចាក់នៅក្នុងវិទ្យុប៉ុស101ម៉ោង5កន្លះពេលព្រឹកហើយបងទាំងអស់គ្នាស្ដាប់ហើយគោលបំណងអាត្មានឹងរាយជានេះសម្រាប់ជូនអ្នកទាំងអស់គ្នាប៉ុន្តែមិនដឹងពេលណាជា MP3 ដើម្បីឲ្យអ្នកទាំងអស់គ្នាស្ដាប់នៅក្នុងប្រូក្រាមនេះនឹងយល់អំពីដំណើរជីវិតរបស់យើងដែលយើងបានដឹងគុណរបស់អ្នកដ៏មានគុណហើយដែលនាំឲ្យខ្ញុំទៅករណាហើយនឹងខ្ញុំយំអំបីមិញនេះគឺខ្ញុំនឹកគិតឃើញថាខ្ញុំអាណិតប៉ាម៉ាក់របស់ខ្ញុំដែលគាត់នៅទាំងដែលគាត់ខំរកលុយដើម្បីឲ្យពួកខ្ញុំនឹងបានមករៀននៅភ្នំពេញហើយខ្ញុំតែងគិតទៀតថាគាត់ជួបទុក្ខលំបាកខ្លាំងប៉ុន្តែខ្ញុំមិនតាន់មានអ្វីអាចជួយគាត់បានហើយខ្ញុំគិតទៀតថាខ្ញុំខ្លាចគិតថាពេលដែលខ្ញុំអាចជួយគាត់បានគាត់លែងនៅជាមួយខ្ញុំហើយការលំបាករបស់គាត់ទាំងអស់គឺខ្ញុំអាចដឹងដែរប៉ុន្តែគាត់ថាខ្ញុំពេលហ្នឹងខ្ញុំអត់ទាន់ជួយគាត់បានហើយខ្ញុំខ្លាចថាខ្ញុំអត់មានឱកាសបានជួយគាត់វិញមិនឲ្យបានជួយច្រើនទេបានជួយតែបន្តិចបន្តួចក៏បានតែខ្ញុំគិតថាខ្ញុំខ្លាចខ្ញុំអត់មានឱកាសនឹងបានជួយគាត់ទេហើយខ្ញុំក៏ធ្លាប់មានកំហុសខុសឆ្គងទៅលើពួកគាត់ដែរដោយកាលពីខ្ញុំមិនទាន់ដឹងគឺគាត់ស្ដីខ្ញុំជួនកាលខ្ញុំស្រែកកំហុសឲ្យគាត់ស្ដីឲ្យខ្ញុំ1ម៉ាត់ខ្ញុំស្ដីគាត់វិញខ្ញុំថាគាត់វិញ2ម៉ាត់គាត់ថាខ្ញុំ2ម៉ាត់ខ្ញុំថាវិញ4ម៉ាត់ខ្ញុំធ្លាប់និយាយសម្ដីមិនសមរម្យទៅលើគាត់ប៉ុន្តែឥឡូវខ្ញុំដឹងថាខ្ញុំធ្វើចង់វាខុសហើយឥឡូវខ្ញុំតាំងចិត្តថា
ខ្ញុំឡើងឈប់ធ្វើអញ្ចឹងទៀតហើយខ្ញុំតាំងចិត្តថាខ្ញុំនឹងត្រូវធ្វើជាកូនល្អឲ្យបានអ្នកទាំងអស់គ្នាចង់ធ្វើជាកូនល្អឯងបើចង់ឈប់ធ្វើឲ្យម៉ាក់ប៉ារបស់អ្នកទាំងអស់គ្នាឈប់ពិបាកចិត្តទៀតទេចាអញ្ចឹងខ្ញុំសូមអរគុណសូមអរគុណបងនាងខ្ញុំឈ្មោះលីសេងលៀងមកពីសាលាវិទ្យាល័យជីស៊ីមសាមគ្គីរឿងឪពុកម្ដាយមកខ្ញុំក៏មិនខុសពីបងស្រីទី1ដែរខ្ញុំខានបានហៅពាក្យថាប៉ាតាំងពីអាយុ5ឆ្នាំមាននារីម្នាក់ចូលមកបំបែកគ្រួសារខ្ញុំឲ្យម៉ែខ្ញុំដើរតួជាម្រេច2ក្នុងការទទួលថែរក្សាចិញ្ចឹមកូនចំនួន5នាក់សប្តាហ៍ថ្ងៃម៉ែខ្ញុំមានជំងឺប្រចាំកាយថែមទៀតតែខ្ញុំសូមបើសិនខ្ញុំសូមខមាទោសពីចម្ងាយរាល់កំហុសខុសឆ្គងដែលខ្ញុំបានប្រព្រឹត្តទៅលើរូបគាត់ហើយខ្ញុំនឹងបដិញ្ញាថាខ្ញុំនឹងធ្វើខ្លួនជាកូនល្អម្នាក់សម្រាប់គាត់នឹងតបស្នងសងគុណគាត់យ៉ាងល្អចា៎ប៉ុណ្ណឹងលោកអូនប៉ុណ្ណឹងចឹងណាទេសូមអរគុណច្រើនទូបងប្អូនដែលបានចូលរួមនៅក្នុងពេលនេះចាប់ពីពេលនេះទៅយើងតាំងចិត្តធ្វើជាកូនល្អឬតាំងចិត្តធ្វើជាកូនល្អទេព្រមអត់ឈប់ធ្វើឲ្យឪពុកម្ដាយទឹកភ្នែកហើយនៅជុំពីថ្ងៃហ្នឹងឬថ្ងៃណាឥឡូវយើងបានស្ដាប់ប្រធមមកបានស្ដាប់ពីការបកស្រាយមកវាជារឿងអស្ចារ្យណាស់សម្រាប់យើងទាំងអស់គ្នាដែលបានចូលមកសិក្សានៅក្នុង process នេះសង្ឃឹមថាអ្នកទាំងអស់គ្នាទៅវិញយកអ្វីដែលយើងបានដឹងយកអ្វីដែលយើងបានសិក្សានិងបានរៀននេះទៅអនុវត្តក្នុងដំណើរជីវិតរបស់យើងឲ្យបានល្អប្រសើរកូនល្អស្ដាប់ម៉ែសិស្សពូកែស្ដាប់គ្រូទាំងចេះហើយណោះចេះ